សុនអូមិនបានចេញទៅទទួលសុំអ្នកម្នាក់មេត្តាភ័យទោសសូមលោកគ្រូឆាប់ក្រាបឡើងនាងខ្ញុំមកសូមលោកគ្រូជួយបង្ហាត់បង្រៀនដាច់ខាតកម្ពស់សំមិនហ៊ានថាបង្រៀនទេមានការឲ្យសុំអ្នកម្នាក់ប្រែផ្ដាំមកចុះហើយតែខ្ញុំទ្រាំលែងបានតែមកសូមសួរលោកគ្រូមេត្តាអូថាមានតែលោកគ្រូទេទើបអាចជួយខ្ញុំបានសុំអ្នកម្នាក់ចេញក្រោកឡើងមានការឲ្យសុំអ្នកម្នាក់មានប្រសាមកចុះមិនដឹងថាខ្ញុំអាចជួយអ្នកម្នាក់ពីរឿងអីខ្លះទេនាងខ្ញុំនិងប្អូនស្រីខ្ញុំដើមឡើយជាប្រនាងនៅក្រុងចុងលីនៃនគរឈូពុកខ្ញុំជាស្ដេចត្រាញ់ដែលរាជការតែងតាំងតែប្រហែលឆ្នាំមុននេះពុកខ្ញុំត្រូវនាងបាចវាយខេត្តនគរឈូធ្វើបាបខ្ញុំក៏ធ្លាប់បាននិយាយដែរស្ដេចតាំងចុងលីទៅព្រះអង្គឈូចេញពីបញ្ជាប្រហារជីវិតរីឯព្រះនាងទាំងពីរក៏ទៅធ្វើជាទេសកលអស់មួយជីវិតដែរលោកគ្រូលោកក៏បានដឹងដែរមុនពេលព្រះអង្គឡើងក្រុងរាជល្អនឹងខ្ញុំណាស់ស្មោះនឹងខ្ញុំណាស់តែនៅពេលដែលបានឡើងក្រុងរាជបានយកខ្ញុំឲ្យនៅក្នុងដំណាក់ឆាំងមិនខ្ញុំវេទនាណាស់លំបាកណាស់រាល់យប់លើសំឡេងភ្លៀងធ្លាក់លើស្លឹកចេកលើសំឡេងខ្យល់បក់នៅលើដើមអូថងខានបានថ្នាក់ថ្នមបាននៅតែអញ្ចឹងទៀតខ្លាចក្រែងត្រូវដកហូតងាយចោលទៀតផងអ្នកតបអូថាក្បួនសឹកលោកគ្រូក្នុងលោកគ្មានគូប្រៀបនាងខ្ញុំសូមលោកគ្រូផ្ដល់ល្បិចល្អដល់នាងខ្ញុំជួយដល់នាងខ្ញុំផងអ្នកម្នាងក្បួនសឹករបស់ខ្ញុំគឺជាក្បួនគ្រប់គ្រងកងទ័ពនិងគ្រប់គ្រងនគរមិនអាចប្រើប្រាស់នៅក្នុងដំណាក់រាជវាំងបានទេឬមួយលោកគ្រូមិនបានដឹងថាការប្រជែងក្នុងវាំងគឺមិនចាញ់ការបង្ហូរឈាមនៅឯសមរភូមិនោះទេអភ័យទោសដល់ខ្ញុំដែលមកពីព្រៃភ្នំចេះដឹងពីក្បួនធ្វើសឹកខ្លះតែគ្មានការយល់ដឹងពីរឿងនៅក្នុងដំណាក់រាជវាំងដូច្នេះហើយគ្មានវិធីណាល្អដើម្បីបង្រៀនដល់អ្នកម្នាងទេលោកគ្រូអញ្ចឹងធ្វើយ៉ាងម៉េចទៅខ្ញុំមិនអាចទៅណារួចហើយក៏មិនអាចនៅតទៅទៀតមុនក្រោយខ្ញុំត្រូវគេទាត់ចោលត្រូវគេបោះបង់ចោលសូមអ្នកម្នាក់កុំយំសោកអីសូមអ្នកម្នាក់មេត្តាកុំយំសោកនៅទីនេះអីបើសិនជាលើកដល់ព្រះអង្គសូមអូប្រកាសទីមានទោសកុហកសូមអ្នកម្នាក់មេត្តាយោគយល់អញ្ជើញត្រឡប់ទៅវិញទៅលោកគ្រូឬមួយលោកគ្រូមិនព្រមជួយខ្ញុំទេលោកគ្រូ